ហើយគ្មានឪពុកម្ដាយណាដែលចង់ឲ្យកូនអាក្រក់នោះទេឪពុកម្ដាយណាដែលចង់ឲ្យកូនដើរខុសគន្លងនោះទេមានអត់យ៉ាងណាក៏ដោយខិតខំឲ្យកូនទៅរៀនកន្លែងខ្លះឪពុកម្ដាយលំបាកចង់ឲ្យកូនរៀនយកទៅផ្ញើនៅអង្គការដើម្បីឲ្យកូនបានរៀនខ្លួនសុខចិត្តលំបាកពូជាកូនរបស់ខ្លួនចិញ្ចឹមថែរក្សាជួយហើយយើងខិតខំដើម្បីធ្វើកិច្ចការនេះអញ្ចឹងខ្ញុំជឿថាហើយក៏គ្មានគ្រូអ្នកគ្រូម្នាក់ណាដែលថាមិនចង់ឲ្យសិស្សរបស់ខ្លួនទៅជាជោគជ័យដែរហើយគ្មានភាពចដែនជាមួយសិស្សខ្លួនឯងទេខ្ញុំជឿគ្មានឃើញថាឃើញកូនសិស្សខ្លួនឯងថ្ងៃក្រោយឡើងទៅរដ្ឋមន្ត្រីឡើងទៅអង្គញាឡើងទៅអីគ្រូចដែនគ្រូទៅទៀមទាគុណសម្បត្តិអត់ទេមានតែអបអរសាទរពីចង្អាយហើយគាត់អាចប្រាប់គេថាសិស្សនេះពីមុនសិស្សរបស់ខ្ញុំដែរខ្ញុំតបពង្រៀនគាត់ដែរមានតែមោទនភាពបែបនេះខ្ញុំជឿឪពុកម្ដាយដូចតែគ្នាទេបាទអញ្ចឹងទិសដៅដូចគ្នាចក្ខុវិស័យដូចគ្នាយើងចង់ឃើញការដែលយើងចូលរួមកសាងអនាគតនេះបាទ